បាទអនុញ្ញាតគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាបាទដែលខ្ញុំតាមដានខ្ញុំបាទអ្នកស្រឡាញ់កលក់ធ្នាក់បាទថ្ងៃនេះដែរគឺយើងមកជួបគ្នាសាជាថ្មីដោយវីដេអូឃ្លីបរបស់បងប្រុសរបស់ខ្ញុំបាទជាដំបូងសូមអរគុណដល់បងវុនកំពតបាទដែលបងបានផ្ញើវីដេអូរបស់អាឃ្មុំធំបាទគាត់បានបាញ់វីដេអូឲ្យហើយគាត់ឲ្យខ្ញុំបានផុសនៅក្នុង YouTube អញ្ចឹងខ្ញុំថ្លែងអំណរគុណបងខ្លាំងមែនទែនបាទហើយហ្នឹងហើយបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពរបស់អាឃ្មុំធំដែលជាធ្នាក់របស់បងហើយតម្លៃខ្លួនធ្នាក់នេះដែរគឺ$800ជាងបាទតម្លៃខ្លួនរបស់អាឃ្មុំធំគឺគាត់បានទិញមកពីម៉ាឡេស៊ីផ្ទាល់ធ្នាក់នេះផងដែរបាទហើយបងប្អូនមើលតែក្បាច់ទៅដឹងហើយបាទគឺវាវាយគ្នាសាហាវមែនទែនជាមួយអព្រៃហើយអព្រៃនេះក៏មិនធម្មតាដែរបងប្អូនមូលហេតុដែលគាត់ទុកយូរឲ្យវាយរហូតដល់7នាទីជាងនេះគឺគាត់អត់ចាក់ជុំទេបាទបងវ៉ុនគាត់អត់បានចាក់ជុំទេគឺគាត់ដាក់ឲ្យអាឃ្មុំធំហ្នឹងគឺវាយយកតែម្ដងបងប្អូនបាទដូចបងប្អូនឃើញស្រាប់ហើយខ្ញុំទៅសើមកទៀតបាទទៅសើអាព្រៃនេះបងថែដែរបងប្អូនហ្នឹងហើយគឺវាចូលមកគឺវាវាយយកតែម្ដងបាទចង់និយាយថាវាបតិចគឺនេះឥឡូវនេះវាចាប់ផ្ដើមបហើយបងប្អូនវាបហើយគឺវាដេញគ្នាគៀមវាយគឺថាវាអាព្រៃនេះគឺវាមោះមុតមែនទែនបាទវាខ្លាំងមែនទែនគឺវាបវាយចូលគឺប្រយុទ្ធហើយអានេះគេប្រយុទ្ធហើយគ្នារបស់យើងក៏មិនអន់ដែរបងប្អូនបាទយើងគិតមើលតម្លៃខ្លួន$800ជាងបងប្អូនហើយទិញគោបានមួយបាទតែសម្រាប់អ្នកលេងបងប្អូនគឺមិនជាថ្លៃទេប៉ុណ្ណឹងសម្រាប់ប្រឡូកអ្នកដែលល្អបាទហើយអាឃ្មុំធំនេះក៏ខ្ញុំរៀបនឹងចែកគាត់យកមកជារបស់កម្មសិទ្ធិបងប្អូនហើយខ្ញុំនឹងចរចាគាត់នៅពេលក្រោយទៀតបាទឥឡូវនេះកំពុងតែញែកពេលដើម្បីបានទៅជួបគាត់បាទពេលដែលខ្ញុំបានទៅជួបគាត់ខ្ញុំនឹងធ្វើវីដេអូពេលដែលខ្ញុំទៅបាទហើយខ្ញុំនឹងផុសចែកជូនបងប្អូនតាមដានទស្សនាបន្តទៀតហើយអាចថាទៅនឹងឃើញផ្ទាល់ហើយអាឃ្មុំធំនេះបាទហើយនឹងមានមួយទៀតក៏ល្អខ្លាំងដែរហើយតម្លៃលើអានេះទៀតបាទនិយាយរួមលលក់ធ្នាក់គាត់ថ្លៃណាបងប្អូនអើយគាត់តែលឺក៏ញាក់សាច់ដែរបាទតាមពិតទៅលលក់បងប្អូនយើងដែលគាត់លេងបាទអ្នកនៅភ្នំពេញបងប្អូនយើងនៅភ្នំពេញគាត់ដឹងហើយថាលលក់ធ្នាក់បងប្អូនយើងមួយចំនួនគាត់កាន់រហូតដល់1000ជាងទៅ2000ក៏មានដែរបងប្អូនបងប្អូនវៀតណាមយើងក៏ហ៊ានទិញថ្លៃណាស់បាទហើយមួយទៀតបងប្អូនខាងថៃក៏គាត់ទិញថ្លៃដែរលក់ធ្នាក់គាត់មួយចឹងបានថាលេងនឹងដីតលប្រយ័ត្នប្រយែងណាបងប្អូនអើយព្រោះលក់ធ្នាក់មិនងាយទេមិនងាយប្រកាត់បានល្អទេហើយចំណាយពេលប្រកាត់ក៏យូរហើយពូជអស់នេះសិតតែយកពីម៉ាឡេមកផ្ទាល់ចឹងហើយវាថ្លៃណាស់បាទចឹងបានមូលហេតុដែលលក់ថ្លៃគឺអញ្ចឹងបាទទីមួយពូជល្អពូជមេបាយមកគ្រប់ថ្លៃណាចឹងហើយបានគាត់លក់កូនថ្លៃហ្នឹងហើយចឹងខ្ញុំក៏មិនជាអ្នកប្រកាត់អីដែរតែខ្ញុំជាអ្នកលេងបាទខ្ញុំជាអ្នកចូលចិត្តហើយដូចវីដេអូនេះបងប្អូនបានឃើញវាវាយគ្នាសាហាវមែនទេបងប្អូនហើយបងប្អូនគាត់បានដាក់ឲ្យវាយគ្នាគាត់អត់ចាក់ជុំគាត់ដាក់ឲ្យវាយបដ ாய் និយាយរួមចង់ដឹងសមត្ថភាពធ្នាក់ចឹងអព្រៃវាយអត់ចេញហ្នឹងវាយងំមកចេញ78នាទីបាទវាសាហាវមែនទេអានេះហើយបងឃើញស្រាប់វាយគ្នាសុទ្ធហ្មងហ្នឹងហើយមើលវាលោតផ្ទះគ្នាដូចជុះបាទចឹងគឺថាវីដេអូដូចជក់ចិត្តបាទអានេះចេញប្រយុទ្ធខ្លាំងមែនទេហើយមិនមែនមានតែមួយคลิปទេបងប្អូនវាយសឹងតែគ្រប់คลิปគាត់ភាគច្រើនគាត់ដាក់អត់សូវចង់បានឆ្លើយទេគាត់ដាក់ចង់ដឹងធ្នាក់របស់គាត់ហើយក៏មានវីដេអូខ្លះក៏គាត់ចាក់ជុំយកឆ្លើយដែរបាទហើយឆ្លើយហ្នឹងបើសិនជាល្អគាត់យកហើយបើសិនជាឆ្លើយនោះអត់ល្អក៏គាត់លែងវិញដែរហើយគាត់អ្នកលេងគាត់ដើរមើលតំបន់អញ្ចឹងបងប្អូនមើលទីតាំងណាដែលមានអព្រៃល្អហើយគាត់ទៅឈ្មោះដាក់បើសិនជាឃើញថាល្អហើយដាក់មួយនឹងច្បាស់តាមួយនឹងចុះហើយគាត់ចាក់ជុំហើយគាត់ចាក់ជុំហើយគាត់យកទៅចំហ្មងអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនអើយអរគុណច្រើនសម្រាប់ការតាមដានទស្សនានិងឆ្លាញ់ចូលចិត្តរាប់អានខ្ញុំបាទអ្នកឆ្លាញ់លលក់ធ្នាក់បាទតាមពិតទៅ Channel YouTube របស់ខ្ញុំមួយមុនវាបានខូចបងប្អូនហ្នឹងហើយវាបានខូចហើយមានបងប្អូនយើងច្រើនច្រើនដែលបានតាក់ទងមកខ្ញុំទិញលក់ឆ្លើយពីខ្ញុំបាទខ្ញុំធ្លាប់ឡើងទៅលេងនិងទៅតាក់លក់នៅខេត្តបាត់ដំបងណាបងប្អូននៅផ្ទះបងប្រុសខ្ញុំទៅនោះសម្បូរណាលក់ឆ្លើយខ្ញុំទៅម្ដងបាន30-40លក់ឆ្លើយបាទហ្នឹងហើយអាព្រៃនៅនោះនេះសិតតែຂະຫນាតផ្ទះដូចនៅក្នុងវីដេអូនេះស្រាប់ចឹងបងប្អូនគឺកាចណាអាព្រៃទៅនោះហើយល្អបាទបើសិនជាបានមកហើយចិញ្ចឹមធ្វើធ្នាក់ឆាប់កើតបាទឆាប់កើតលក់តែខ្លាំងបាទហើយនិយាយទៅនិយាយមកគឺខ្ញុំនៅតែស្រឡាញ់ធ្នាក់បាទអាឃ្មុំធំនេះគឺវាល្អហើយខ្ញុំនឹងទៅដល់ផ្ទះរបស់បងប្អូនបាទខ្ញុំនឹងទៅមើលឲ្យតបផ្នែកអាឃ្មុំធំនេះព្រោះខ្ញុំធ្លាប់និយាយមួយគាត់ឲ្យមួយសាយពាក់ព័ន្ធនឹងរឿងអាឃ្មុំធំហ្នឹងគឺខ្ញុំចង់បានយកមកធ្វើជាធ្នាក់តខ្លួនដើម្បីធ្វើវីដេអូចែកជូនបងប្អូនបាទថតផ្ទាល់ខ្លួនឯងបាទនេះគឺជាវីដេអូដែលគាត់ផ្ញើឲ្យយើងបានថតទេប៉ុន្តែគាត់ថតបាទថ្មីដែរទេបងប្អូនវីដេអូនេះគឺយើងមើលសកម្មភាពទៅគឺវាវាយគ្នាហើយវាអត់ងាយទៅណាទេអាឡូបាទបើយើងអត់ចាក់ជុំវាមិនងាយហ្មងគឺវាចូលវាយយកតែម្ដងបាទគឺល្អមួយណាបាទចឹងហើយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះខ្ញុំអត់មានអីរាយរាប់ច្រើនទេគ្រាន់តែខ្ញុំអធិប្បាយខ្លះដើម្បីកុំឲ្យស្ងួតណាពីព្រោះយើងកុំឲ្យស្ងាត់ពេកហ្នឹងហើយបងប្អូនចឹងខ្ញុំអរគុណច្រើនហើយខ្ញុំនឹងថតបង្ហាញពីរបៀបតាក់លក់ផ្សេងដើម្បីផ្លែកថ្មីខ្ញុំនឹងចែកជូនដល់បងប្អូនឬក៏ពូដែលតាមទៅវិញបងប្អូនហ្នឹងហើយខ្ញុំចង់ហៅតាមហ្នឹងហើយចឹងបងប្អូនហើយ
ខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្តទៀតហើយសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទសរិនលក់ថ្នាក់អញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយបងប្អូនអរគុណបាទ